Case suspense វាចឹងថ្ងៃនេះខ្ញុំនឹងបង្ហាញពីការដំឡើងឬការ install ASX នៅក្នុង Ubuntu Server អញ្ចឹងមុនដំបូងបើយើងនៅក្នុង VirtualBox យើងចូល Network មកចូល Setting ចូល Network អញ្ចឹងយើងយក bridge មកដើម្បីខ្ញុំប្រើជា wireless អញ្ចឹងខ្ញុំយក bridge ទៅអូខេអញ្ចឹងបន្ទាប់ពីយក bridge ហើយយើងចាប់ដើម run នៅ Virtual Ubuntu របស់យើងមកអញ្ចឹងចាំវាប្រើវាកំពុងបើកអូខេបើកហើយអញ្ចឹងបន្ទាប់មកយើងlogin user យើងមកវាហើយយើងវាយ password យើងចូលទៅគេ enter អញ្ចឹងជាមុនដំបូងយើងគឺត្រូវវាយ command sudo apt update ដើម្បី update មើលថាមានអី update ទេអញ្ចឹងយើងវាយ password ចូលទៅវានឹង load update មកហើយអញ្ចឹងវាកំពុងតែ download ចាំផ្លែតអូខេអញ្ចឹងគឺវា update រួចរាល់ហើយអញ្ចឹងបន្ទាប់មកគឺយើងវាយ command sudo apt install sudo apt install op នេះវាយ command នេះមកគឺ sudo apt install openASX.server អញ្ចឹងគឺវាយមកគឺវានឹងទៅ install ASX មកហើយអញ្ចឹងនេះវាកំពុង install អញ្ចឹងបន្ទាប់ពីយើងវាយ command នឹងរួចហើយគឺយើងទៅវាយ command មួយទៀតគឺ sudo systemctl enable ហើយដក clear now ASX អូខេនេះគឺជា command អញ្ចឹងអ្នកគេវាយតាមនោះមកគឺយើង enable វាមកហើយអញ្ចឹងយើងអាចវាយ command មួយទៀតគឺ sudo system status ASX អញ្ចឹងគឺយើងទៅមើល status របស់វាតើវាបានដើរអត់អូខេអញ្ចឹងបើអត់ចូលទេខ្ញុំវាយ call សូមម្ដងទៀត system sudo systemctl status ASX អញ្ចឹងគឺយើងវាយ command នោះគឺទៅមើលថា ASX យើងគឺកំពុងតែ running អត់អញ្ចឹងទៅពេលយើង hit enter ទៅនេះគឺ active running អូខេអញ្ចឹងគឺវា run ហើយអញ្ចឹងបន្ទាប់ពីវា run ហើយគឺយើងត្រូវប្រើ command មួយទៀត sudo ufw allow ASX អញ្ចឹងអ្នកគ្នាអាចវាយ command តាមនេះទៅតាមនេះគឺវារុំវា update ហើយអញ្ចឹងគឺយើងត្រូវមើល IP A មកគឺយើងត្រូវមើល IP address អញ្ចឹងគឺ IP address របស់យើងយើងចង់ remote control វាគឺយើងយកអាក្រោមគេ IP address មកនេះគឺយើងយក IP address នោះមកយើងដាក់មកយើងអាច testing វា test យើងវាយ ping ហើយយើងវាយ IP address ដែលយើងកមិញមកអូខេអញ្ចឹងគឺវាចូលហើយគឺវាទទួលបានអញ្ចឹងគឺយើងភ្ជាប់វាគឺយើងត្រូវវាយSSH និង SSH user របស់យើងហើយយើងដាក់ add yahoo ហើយដាក់ address របស់យើងចូលមិញទៅហើយដល់ពេល enter ទៅយើងគេសួរយើងចុច yes ទៅអូខេអញ្ចឹងវាទាមទារ password user របស់យើងហើយអញ្ចឹងយើងវាយ password ទៅគឺវាចូលជាយើងអាច remote វាពីកុំព្យូទ័រយើងទៅ server នោះបានហើយអញ្ចឹងអានេះយើងដើម្បីវាយឲ្យដឹងថាវា remote បានឬក៏បានយើងត្រូវប្រមូលវាយ whoami រួចបន្ទាប់ពី whoami ហើយគឺយើងត្រូវវាយ pwd គឺ whoami គឺនេះគឺជាឈ្មោះរបស់ខ្ញុំ pwd គឺ home name អញ្ចឹងទៅអូខេអញ្ចឹងយើងទៅវាយនៅក្នុង command cmd ក្រៅរបស់យើងវិញម៉ាស៊ីនការវិញអូខេនេះអញ្ចឹងគឺយើងវាយមក whoami
Yeah who am I គឺឈ្មោះ user របស់ខ្ញុំហើយ PWD អូខេអញ្ចឹងគឺការ install SSH របស់យើងគឺបានជោគជ័យហើយយើងអាច remote ពី laptop ពី computer មួយទៅ computer មួយបានអូខេអញ្ចឹងយើងអាច shut down ម៉ាស៊ីននេះទៅគឺ sudo shut down now អូខេ shut down គឺអញ្ចឹងគឺជាការ install គឺរួចរាល់អញ្ចឹងសូមអរគុណច្រើន